ពិតជាប្រសើរណាស់ញ៉ាំទឹកក្តៅផ្ដល់គុណប្រយោជន៍ដ៏អស្ចារ្យ7យ៉ាងទឹកគឺមានសារៈសំខាន់បំផុតសម្រាប់ជីវិតរបស់មនុស្សគ្រប់រូបហើយនៅក្នុងមួយថ្ងៃយើងក៏បីញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបាន8កែវពិតណាស់ការញ៉ាំទឹកក្តៅអ៊ុនៗនិងទឹកក្តៅផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនទៅដល់រាងកាយលើសពីការរំពឹងទុកដូច្នេះហើយអ្នកក៏បីចាប់ផ្ដើមទម្លាប់ញ៉ាំទឹកក្តៅជំនួសឲ្យការញ៉ាំទឹកត្រជាក់ជារៀងរាល់ថ្ងៃទើបជាការប្រសើរអត្ថប្រយោជន៍ទាំង7យ៉ាងនៃការញ៉ាំទឹកក្តៅ1សម្រក់ទម្ងន់ទឹកក្តៅអាចជួយទ្រទ្រង់ដល់ការធ្វើមេតាបូលីសដែលចាំបាច់សម្រាប់អ្នកដែលព្យាយាមសម្រក់ទម្ងន់វិធីសាស្ត្រដ៏ល្អបំផុតគឺចាប់ផ្ដើមការធ្វើមេតាបូលីសនៅពេលព្រលឹមដោយការញ៉ាំទឹកក្តៅអ៊ុនៗជាមួយនឹងក្រូចឆ្មា2តឹងច្រមុះនិងបំពង់កទឹកក្តៅអាចជួយដោះស្រាយបញ្ហាផ្ដាសាយក្អកនិងឈឺបំពង់កបានយ៉ាងមានប្រសិទ្ធភាពវាអាចរំលាយស្លេសនិងជួយកម្ចាត់ស្លេសចេញពីផ្លូវដង្ហើមបន្ថែមពីនេះវាក៏អាចបន្ថយអាការៈឈឺបំពង់កផងដែរ3ការចុកពោះពេលមករដូវជាមួយគ្នានេះដែរទឹកក្តៅអាចជួយកាត់បន្ថយអាការៈចុកពោះនៅពេលមករដូវកម្ដៅនៃទឹកអាចជួយឲ្យសាច់ដុំពោះមានភាពធូរស្រាលដែលជួយព្យាបាលបញ្ហាចុកពោះនិងការកន្ត្រាក់សាច់ដុំ4បន្សាបជាតិពុលក្នុងរាងកាយបន្ថែមពីនេះទឹកក្តៅក៏អាចបន្សាបជាតិពុលចេញពីរាងកាយបានផងដែរនៅពេលដែលយើងញ៉ាំទឹកក្តៅសីតុណ្ហភាពនៅក្នុងរាងកាយនឹងចាប់ផ្ដើមកើនឡើងជាហេតុបណ្ដាលឲ្យយើងបែកញើសកត្តានេះអាចជួយបណ្ដេញជាតិពុលនិងសម្អាតរាងកាយបានយ៉ាងមានប្រសិទ្ធភាព5បង្ការភាពចាស់មុនវ័យទន្ទឹមនឹងនេះដែរការញ៉ាំទឹកក្តៅអាចជួយជួសជុលកោសិកាស្បែកដោយបង្កើនភាពយឺតនៃស្បែកដូចនេះហើយនៅពេលដែលយើងញ៉ាំទឹកក្តៅជាប្រចាំស្បែករបស់យើងនឹងចាប់ផ្ដើមទន់ល្មើយជាងមុន6បង្ការការកើតមុនពិសេសជាងនេះទៅទៀតការញ៉ាំទឹកក្តៅក៏អាចជួយសម្អាតរាងកាយបានយ៉ាងជ្រៅនិងអាចកម្ចាត់ឫសគល់នៃការបង្ករោគទាក់ទងទៅនឹងការកើតមុនថែមទៀតផង7ជួយឲ្យសក់មានសុខភាពល្អការញ៉ាំទឹកក្តៅក៏អាចជួយឲ្យសរសៃសក់ទន់ល្មើយព្រមទាំងភ្លឺរលោងវាផ្ដល់ថាមពលដល់សរសៃប្រសាទនៅក្នុងឫសសក់ដែលមានគុណប្រយោជន៍បង្កើនភាពរឹងមាំដល់សរសៃសក់ជួយឲ្យសក់មានសុខភាពល្អព្រមទាំងជំរុញដល់ការលូតលាស់នៃសក់អត្ថបទនេះដែរដកស្រង់ចេញពី Hello គ្រូពេទ្យកាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេចូលរួមសម្រេចគោលដៅកាត់បន្ថយជំងឺមិនឆ្លងក្នុងពិភពលោកដើម្បីសុខភាពល្អអាយុយឺនយូរ